សួស្តីបងប្អូនដើម្បីដឹងថាម៉ោងរៀននឹងយើងស្វែងយល់អំពីអ្វីបងប្អូនយើងធ្វើសកម្មភាពចាប់ផ្ដើមខាងលើនេះរូបភាពទី1នេះគឺជារូបភាពដែលកុមារកំពុងយំបងប្អូនណាយើងមានល្បះថាកុមារកំពុងយំរូបភាពទី2ចាយើងឃើញថានេះគឺជាសកម្មភាពរបស់កុមារមួយយើងអាចប្រើពាក្យថាញ៉ាំអញ្ចឹងយើងតែងល្បះជាមួយពាក្យញ៉ាំណាបងប្អូនកុមារកំពុងញ៉ាំចាប៉ុន្តែពេលយើងថាកុមារកំពុងញ៉ាំគឺន័យវាអត់តាន់គ្រប់គ្រាន់ទេអត់ដឹងថាកុមារនឹងញ៉ាំបបរឬក៏ញ៉ាំបាយបងប្អូនអញ្ចឹងយើងត្រូវតែបន្ថែមពាក្យពីក្រោយទៀតឧទាហរណ៍យើងដាក់ពាក្យថាបបរបានទៅអញ្ចឹងយើងឃើញថាមានការខុសប្លែករវាងពាក្យទី1មិញគឺពាក្យយំកុមារកំពុងយំយើងមិនចាំបាច់ដាក់ពាក្យអីនៅខាងក្រោយទៀតទេប៉ុន្តែចំពោះពាក្យញ៉ាំបើយើងមិនដាក់ពាក្យបបរនៅពីក្រោយគឺន័យរបស់ល្បះយើងគឺវាអត់តាន់គ្រប់គ្រាន់ដូច្នេះយើងឃើញថាមានការខុសប្លែករវាងកិរិយាពីរគឺយំហើយនិងញ៉ាំអញ្ចឹងរវាងយំហើយនិងញ៉ាំគឺវាមានឈ្មោះដោយឡែករបស់វាហើយហេតុអីគេហៅពាក្យហ្នឹងគឺឈ្មោះអញ្ចេះពាក្យនោះគឺឈ្មោះអញ្ចេះបងប្អូនណាឥឡូវអញ្ចេះអ្នកគ្រូចង់ប្រាប់បងប្អូនថាពាក្យយំគេហៅថាអកម្មកិរិយាហើយពាក្យញ៉ាំគេហៅថាសកម្មកិរិយាអញ្ចឹងមកយើងស្វែងយល់មើលតើហេតុអីវាមានឈ្មោះបែបហ្នឹងបាទនៅអញ្ចឹងបងប្អូនយើងស្វែងយល់មករៀនអំពីសកម្មកិរិយានិងអកម្មកិរិយាយើងប្រែវៀតណាមថាងាយដំទៅvà nộiដំទៅក្នុងម៉ោងរៀនហ្នឹងបងប្អូនត្រូវតែយល់បាននៅនិយមន័យរបស់អកម្មកិរិយានិងសកម្មកិរិយាហើយយើងសម្គាល់បានណាមួយណាគឺជាអកម្មកិរិយាមួយណាគឺជាសកម្មកិរិយាបងប្អូនណានេះដើម្បីយល់ច្បាស់បងប្អូនសង្កេតឡើងខាងលើយើងនឹងឃើញច្បាស់នៅភាពដូចគ្នានិងខុសគ្នារវាងសកម្មកិរិយានិងអកម្មកិរិយាចាបើថាដូចគ្នាគឺពីប្រភេទពាក្យហ្នឹងគឺសុទ្ធតែជាកិរិយាសព្ទបាទនៅសុទ្ធតែជាកិរិយាសព្ទដូចគ្នាហើយខុសគ្នាបើថាសកម្មកិរិយាបងប្អូនសកម្មកិរិយាដូចជាពាក្យញ៉ាំមិញអញ្ចឹងវាត្រូវតែមានពាក្យបបរចូលនៅខាងក្រោយហើយពាក្យបបរចូលនៅខាងក្រោយហ្នឹងគេហៅថាកម្មបទបាទនៅគេហៅថាកម្មបទមានន័យថាសកម្មកិរិយាគឺត្រូវមានកម្មបទធួនៅពីក្រោយដើម្បីបំពេញន័យបាទនៅហើយផ្ទុយមកវិញអកម្មកិរិយាគឺមិនចាំបាច់ទេឬមិនត្រូវការមានកម្មបត្តិអីទេអូនឧទាហរណ៍ដូចជាតាពាក់យំទេគឺមានន័យគ្រប់គ្រាន់ហើយហើយពាក់សើចក៏មានន័យគ្រប់គ្រាន់ពាក់ដេកពាក់រះពាក់រងាវជាដើមបាទនៅហើយឧទាហរណ៍ខាងសកម្មកិរិយានេះអូនវាទៅការកម្មបត្តិអញ្ចឹងហើយដូចជាពាក់ស៊ីបើយើងមិនដាក់ពាក់អីនៅក្រោយអត់ដឹងស៊ីអីហើយតតក៏អញ្ចឹងដែរតតអីតតមន់តតសៃតតអីអូនចាមើលយកក៏ដោយណាពាក្យទាំងហ្នឹងគឺត្រូវការមានកម្មបត្តិចូលខាងក្រោយបងប្អូនបាទហើយឡើយយើងធ្វើសកម្មភាពលំហាត់ណាបងប្អូនឧទាហរណ៍ឥឡូវគេឲ្យខាងលើនេះគឺមានពាក្យច្រើនណាគឺកិរិយាសព្ទច្រើនណាតួនាទីរបស់បងប្អូនហ្នឹងគឺយើងត្រូវតែបែងចែកពាក្យណាគឺជាសកម្មកិរិយាហើយពាក្យណាគឺជាអកម្មកិរិយាយើងមានពាក្យរងាក្រេបរត់តតគូបោលរៀនស៊ីដេកដេរះហាន់សើចចឹងបងប្អូនយើងសង្កេតយើងពិចារណាមើលសកម្មកិរិយាបងប្អូនចាំថាសកម្មកិរិយាសកម្មគឺទៅមានកម្មបត្តិនៅពីក្រោយទៅន័យវាគ្រប់គ្រាន់ណាបងប្អូនណាចានេះគឺជាចម្លើយបងប្អូនយើងមើលខាងលើយើងមានពាក្យថាក្រេបអីចាតតអីអត់ន័យច្បាស់ឃើញនៅអញ្ចឹងហ្នឹងគឺជាសកម្មកិរិយាហើយគូរៀនស៊ីដេហាន់ចំពោះអកម្មកិរិយាយើងមានថារងារត់បោលដេករះសើចចាគឺន័យគ្រប់គ្រាន់តែម្ដងមិនចាំបាច់អកម្មកិរិយាមិនចាំបាច់លេងកម្មបត្តិនៅពីក្រោយបាននៅបងប្អូនអញ្ចឹងប៉ុណ្្នឹងយើងយល់នៅចាហើយអញ្ចឹងអរគុណបងប្អូននេះណាយើងកត់ត្រានៅន័យសំខាន់ហើយយើងសរសេរជូនឯកសារឲ្យឧទាហរណ៍បន្ថែមទៀតណាបងប្អូនណាអរគុណបងប្អូនទាំងអស់គ្នាលាបងប្អូន